សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់ចែករំលែកបងប្អូននៅការប្រើប្រាស់កម្មវិធី Microsoft Word នៅពេលដែលយើងបើកធ្វើការងារដំបូងគឺយើងត្រូវកំណត់សញ្ញាកិច្ចការបានត្រឹមត្រូវសិនបានយើងធ្វើការងាររបស់យើងទៅនៅពេលដែលយើង print មកគឺវាត្រូវតាមអ្វីដែលយើងចង់បានតែម្ដងការគឺវាមានន័យថាវារៀបរយវាស្អាតតែម្ដងតែបើសិនយើងអត់កំណត់សញ្ញាកិច្ចការបានត្រឹមត្រូវមុននឹងយើងធ្វើការងារយើងទេនោះយើងនឹងមានការលំបាកនៅពេលដែល print ទៅវាមិនស្អាតដូចអ្វីដែលយើងចង់បានឬក៏វាគ្មានការរៀបរយឬក៏វាមិនស្មើឆ្វេងស្ដាំលើក្រោមអីហ្នឹងបាទអញ្ចឹងគឺការចាំបាច់គឺបងប្អូនត្រូវតែរៀបចំសញ្ញាកិច្ចការឲ្យបានត្រឹមត្រូវសិនមុននឹងយើងធ្វើការងាររបស់យើងបាទអញ្ចឹងដើម្បីធ្វើការកំណត់សូមបងប្អូនតាមដានខ្ញុំនឹងបង្ហាញដូចតទៅបាទអញ្ចឹងយើងបើកកម្មវិធី Microsoft Word ដំបូងមកបាទគឺវាបង្ហាញបែបនេះឲ្យបងប្អូនដែលទៅតែប្រើប្រាស់កម្មវិធី Microsoft Word ដំបូងឬក៏ចង្កាចេះដោយខ្លួនឯងឬក៏នេះអីចឹងมันបានมันមានអ្នកណាប្រាប់អីចឹងគឺទូទៅគឺបើកមកគឺវាយអត្ថបទយកតែម្ដងគឺចាប់ផ្ដើមធ្វើការងាររបស់ខ្លួនឯងចូលនៅលើសញ្ញាកិច្ចការហ្នឹងតែម្ដងបាទគឺធ្វើបែបហ្នឹងគឺបងប្អូនមានកំហុសគឺវានឹងពេលនៅ print ដែលលើกระดาษដែលយើងចង់បានមកគឺវាមិនស្អាតទេវាមិនស្មើវាសល់ធំអីអញ្ចឹងទៅខាត space អីអញ្ចឹងទៅបាទអញ្ចឹងបងប្អូនគួរតែទម្លាប់គឺមុននឹងធ្វើការងារអីមួយគឺបងប្អូនត្រូវតែកំណត់សញ្ញាកិច្ចការបានត្រឹមត្រូវមុនបាទអញ្ចឹងដើម្បីកំណត់សញ្ញាកិច្ចការខ្ញុំចូលទៅពាក្យថា layout បាទអញ្ចឹងនៅម្ដុំនេះបាទអញ្ចឹងគឺយើងកំណត់សញ្ញាកិច្ចការហ្នឹងយើងត្រូវគិតថាតើការវាយអត្ថបទរបស់យើងហ្នឹងត្រូវប្រើกระดาษប្រឈរឬផ្ដេកទៅតាមតម្រងការងារយើងហ្នឹងបាទអញ្ចឹងនៅលើនេះអានេះវាចេញមកឲ្យស្រួលមើលទៅហ្នឹងខ្លីប៉ុន្តែបើសិនជាយើងចូលទៅនេះក៏បានយើងចូលពាក្យថា set up នេះក៏បាន page set up នេះក៏បានចូលដល់ផ្ទាំងហ្នឹងហ្មងឬក៏យើងចូល margin អញ្ចឹងទៅយើង custom margin ក៏ដល់ផ្ទាំងហ្នឹងដែរបាទអញ្ចឹងមុននឹងកំណត់ margin យើងរើសกระดาษសិនអញ្ចឹងជាធម្មតាវាជាប់ letter នេះអញ្ចឹង letter ហ្នឹងกระดาษការងារយើងនឹងกระดาษ RAM បើ letter ហ្នឹងវាខុស size គ្នាខុសទំហំគ្នាបន្តិចបាទអញ្ចឹងនេះអានេះវា21ជាងហើយអានេះ21កន្លះអានេះបាន27ទេតែกระดาษ RAM របស់យើងຂະຫນາດกระดาษ RAM របស់យើង21កត់ទេទៅតឹងវាហើយបណ្ដោយវា29អញ្ចឹងវាខុសគ្នា2សង់ទីម៉ែត្រអញ្ចឹងបងប្អូនលៃនៅក្នុងនេះបើអត់បានដូរយើងយក letter អានេះវាសល់ល្មមហើយពេល print មកសល់ធំឬក៏វាគៀកពេកគឺពិបាកមើលបាទពិបាកលៃអញ្ចឹងគឺគេអត់ធ្វើអញ្ចឹងទេគឺគេតម្រឹមកระดาษហ្នឹងសិនអញ្ចឹងយើងរើសឲ្យត្រូវຂະຫນាតនឹងกระดาษ RAM ដែលយើងប្រើជាទូទៅធម្មតាហ្នឹងសិនមកអញ្ចឹងយើងយកຂະຫນាត A4 នេះបាទអញ្ចឹងយើងយកຂະຫນាត A4 ហ្នឹងហើយយើងអាចមួយទៀតគឺយើងលៃផ្នែកសល់ជុំវិញនេះហ្នឹងគេហៅថាការតម្រឹមកระดาษបើអង់គ្លេសហៅថា margin បាទអញ្ចឹងយើងចូលទៅ margin ទៅវាមានអានេះគំរូស្រាប់អញ្ចឹងបើបងប្អូនអីដែលរៀនសកលអីហ្នឹងគឺមានកិច្ចការសាលាដែលដាក់ឲ្យបាទកិច្ចការស្រាវជ្រាវអីផ្សេងហ្នឹងសារណាបត់អីផ្សេងគឺអាហ្នឹងគឺអត់អាចយកអាស្រាប់ហ្នឹងបានទេអញ្ចឹងអាស្រាប់ហ្នឹងបាននេះទេការងារវាយអត្ថបទនេះធម្មតាអីចឹងទៅតែបើសិនជាគ្រូកំណត់ឲ្យយើងផ្លាស់ប្ដូរការលៃផ្នែកឆ្វេងស្ដាំហ្នឹងគឺត្រូវដាក់តាមគ្រូឬក៏តាមសាលាដែលឲ្យ guideline មកបាទអញ្ចឹងគឺយើងចូលទៅ custom margin មកយើងចូលដើម្បីកែវាគឺនេះដើម្បីកំណត់ដោយខ្លួនឯងអញ្ចឹង custom margin ហើយវានឹងចេញ default មកប៉ុណ្ណេះអញ្ចឹងអានេះខ្ញុំឧទាហរណ៍ថាបើគេឲ្យយើងកំណត់ឬក៏លិខិតរដ្ឋបាលមួយដែលត្រូវប្រើ top ក្បាលលើទំព័រហ្នឹងគឺខ្ញុំទុក2ហើយ left នេះខាងឆ្វេងអញ្ចឹងខ្ញុំទុក2
bà hai kháng đám tục pì nhớ tục pì mà trùng bà hai tụi to máu gạch thơn đấy chị ấy gạch thơn nắng bóng bóng khá ai năng mình toàn đăng lại nắng trên gạch thơn nắng cứ bên đây tha trở lo tục cập chia sập hư dân trở lo vía về lấy ai cập chia sập hư ai chở tìm muối cái ai cập hàng lơ đấy phải khá ai cập hàng lơ rồi có cập kháng truyền đấy anh ấy top anh ấy là dân kháng truyền chân dân lấy ở thông dân kênh tỉnh máu nằm bậy vì cộng hỏi bằng cộng hỏi ấy chẳng tới bà chân chúng ta nhưng đã xôn cho pram hãy gạch thơ up position chân chúng nói đại tục nắng phía này hàng nào và xong chia tục hàng lớn nhưng vô thọc máu và tục hàng chế nhưng vô là lấy cứ tu tới phía tràn mình tu phía tràn từ hàng thuê chân tay nhận chân nhìn ở đồ đã thọc về và nó dương lên chân có bán rồi có dương ở quá lên gạch thơm mà mình gạch đó là lại nếu dương lên tục hỏi tới hàng thuê chân việc đôi khi và lại nó cứ bên đây đôi khi dương vậy được lời đi tục ở hỏi có bán tục mà đã nơi gạch thơm đi các bạn bà có to máu đôi thà chúng ta ca cầm nặt cả đá bao nhiêu phải cho được vào đây ca nghe bao nhiêu nè bởi vì cho nhưng nhiều phải cho hay tỏ máu lại nếu dương vô no mò chân ập đồ thì hay là nếu cứ hồ đã xung mắn cứ tầng ở hai bộ miền tràn lạc ấy cứ dương biệt từ tầng ở đôi khi nắng phân nắng bà chẳng ca thì muối rồi tùng hung cái đại tới thì phí cầm nặt mà 9 từ 8 đại dương chọn bán ấy ok màu bạn cứ tại pi chùm nói năng sấn nơi bây đại dương vừa bạn pi chùm nói nắng hãy dương quay ai cái xa vậy ở tầm bọt dương trồ hãy dương vô từ print vô tới cứ vì dương mơ nơi không nâng mấy sao phần á trên mặt trái vì sao phần năng vì ở khó khăn gì thì tại bờ sân chia dương ở trên khẩm nặng nơi lại nâng tí quay nơi đi lấy xa thấy print mất nơi sao thông ở dạng tại bạn anh nói ở trong loại nâng hay nâng bên trong loại với tiết đại dươngអាចយកទៅ print ទៅវាអត់ដូចនៅអ្វីដែលយើងវាយនៅក្នុងហ្នឹងអាហ្នឹងវាតកតងនឹងការកំណត់ម៉ាស៊ីន print មួយទៀតបាទតែហ្នឹងអត់អីទេបងប្អូនយកទៅ print នៅ line គេគឺគេចេះកំណត់អាហ្នឹងហើយបងប្អូនកំណត់អានេះឲ្យត្រូវទៅបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំនៅក្នុងវីដេអូនេះមានប៉ុណ្ណឹងសម្រាប់ចែកម្លែកទៅបងប្អូនជាការជាចំណេះដឹងបន្ថែមបាទអរគុណច្រើនគ្រប់លា